ចិត្តលន់តួសុំក្តីអាណិតវាស្មើនឹងវិចារលួងលោមរបស់បុរសដែលបំរុងនឹងបើកយុទ្ធនាការវាយលុកទៅលើបេះដូងរបស់នារីម្នាក់ឲ្យទន់ជ្រាយទៅតាមនិន្នាការរបស់ខ្លួនវិចារផ្អែមល្ហែមរបស់បុរសគឺជាសេចក្តីត្រូវការរបស់នារីតើមាននារីប៉ុន្មាននាក់ដែលរងទុក្ខសោកដោយសារតែមុនសារិកាបែបនេះហើយមាននារីប៉ុន្មាននាក់ដែលទទួលលទ្ធផលល្អប្រសើរដោយសារតែពាក្យលន់តួភក្តីភាពគឺជាលំអានរបស់នារីខ្មែរការផិតក្បត់គឺជានិស្ស័យច្រឡេមច្រលើមរបស់មនុស្សប្រុសតែអ្វីៗទាំងអស់នេះវាមិនដូចជាការចោទប្រកាន់របស់គូស្នេហ៍ទាំងអស់នោះទេមានតែចិត្តតែប៉ុណ្ណោះដែលជាអ្នកផ្ដល់កតញ្ញុចំពោះបញ្ហាទាំងអស់នេះបទចិត្តខ្ញុំគឺជាសំនៀងរបស់លោកតាស៊ិនស៊ីសមុទ្រនឹងចូលមកកំដរអារម្មណ៍ប្រិយមិត្តទូរទស្សនិកជនជាបន្តទៀតពីកម្មវិធីសំឡេងមាសក្នុងដួងចិត្តដូច្នេះសូមរីករាយស្ដាប់និងទស្សនាដូចតទៅចិនខ្សឹមប្រាប់ខ្ញុំថាតើខំប្រាថ្នាដូចម្ដេចបើថ្លៃឆ្ងាយដូចព្រះច័ន្ទប្រាថ្នាម្ដេចបាននាំរំខានចិត្តអូកម្មខ្ញុំថ្ងៃណាគេនឹងអាណិតប្រគល់ដួងចិត្តជីវិតស្នេហាចិនខ្ញុំអចិត្តខ្ញុំអង្វរសូមក្តីមេត្តាបើបានខ្ញុំនឹងរក្សាមកកែវនេត្រាសងខាខ្ញុំអើយអូកម្មខ្ញុំថ្ងៃណាគេនឹងអាណិតប្រគល់ដួងចិត្តជីវិតស្នេហាចិនខ្ញុំអូចិត្តខ្ញុំអង្វរសូមក្តីមេត្តាបើបានខ្ញុំនឹងរក្សាមកកែនេត្រាសងខាខ្ញុំអើឈឺចាប់ប៉ុណ្ណាក៏ចេះតែបណ្ដោយចិត្តដែលឈឺទៅចុះវានឹងคล้ายទៅជារឿងចាស់ហើយមិនយូរប៉ុន្មានវានឹងផ្លាស់ប្ដូរដល់រឿងថ្មីបទពិសោធន៍ចាស់គឺជារូបមន្តកែច្នៃរឿងថ្មីឲ្យមានរូបឆោមលោមពណ៌ល្អជានិរន្តរកាលដូច្នេះមុននឹងកម្មវិធីសម្លេងមាសក្នុងដួងចិត្តនៅក្នុងរាត្រីនេះឃ្លាតឆ្ងាយពីអារម្មណ៍ប្រិយមិត្តទូរទស្សនិកជនក៏សូមផ្ញើជូននៅបទចម្រៀងមួយបទទៀតជាចំណងដៃនៅក្នុងរាត្រីនេះនឹងសូមជូនពរដល់ទូរទស្សនិកជនទាំងអស់ដែលយកចិត្តទុកដាក់តាមដានទស្សនាកម្មវិធីនេះតាំងពីដើមរហូតមកដល់ពេលនេះសូមឲ្យលោកអ្នកជួបតែនឹងសេចក្តីសុខនិងសុភមង្គលគ្រប់ក្រុមគ្រួសារសន្យាវិលមកជួបគ្នាជាថ្មីតាមពេលវេលានិងម៉ោងដដែលនៅក្នុងពេលនេះយើងខ្ញុំទាំងអស់គ្នាសូមអរគុណនិងសូមជម្រាបលា
ទូរទស្សន៍អាស៊ីអាគ្នេយ៍អប់រំវប្បធម៌ព័ត៌មាន